មកនឹងមេតោសៃលៀងមកទេចាញ់ទៅส่งýส่งថ្វាយបង្គំព្រះអង្គអើលសងក្រោកឡើងលសងនេះក្រោកឡើងព្រះអង្គតើខ្ញាល់ពីរឿងអីហ្នឹងគឺមើលតែគេពីរនាក់នោះអូសៀនចូលមកថ្វាយបង្គំបកូនណាទៅខ្ញុំម្ចាស់សំសៀនសុំថ្វាយបង្គំបកូនណាលសងអីបានន័យថាម៉េចនាងជាកូនស្រីទូលបង្គំឈ្មោះសុងសៀនស្អាតគ្រាន់បើប្រកូនណាមិនចំទាស់ទេទូលបង្គំនឹងលើកព្រះនាងឲ្យនៅកំដរព្រះអង្គកុំឲ្យប្រកូនណាអបសក់មកអត់សម្លាញ់ក្រោកឡើងក្រោកឡើងពិតជាស្អាតណាស់ស្អាតមែនទេលសងលោកពិតជាយកចិត្តយើងមែនយើងមិនដឹងថាត្រូវអរគុណលោកយ៉ាងម៉េចទេទូលបង្គំស្មោះនឹងព្រះអង្គជានិច្ចឲ្យតែព្រះអង្គសប្បាយប្រតិទៅទូលបង្គំមិនទាមទារអីទេបើសិនជាពួកគេទាំងអស់ដូចជាលោកអញ្ចឹងយើងគ្មានបញ្ហាទេស្អែកឡើងនៅពេលដែលយើងពិភាក្សាគ្នាជាមួយនឹងលោកមេតបសៀងឡើងរួចហើយនោះយើងនឹងតែងតាំងលោកជាមេតបប្រចាំដំណាក់របស់យើងសូមអរព្រះគុណព្រះអង្គអត់សម្លាញ់មកនេះមកសំជម្រាបនៅនឹងនេះមេតបម្នាក់ឈ្មោះលីម៉ាថងចង់ជួបអ្នកនាងតបឈ្មោះលីម៉ាថងនេះគេថាជាមិត្តចាស់របស់អ្នកនាងនៅវ៉ៃអ៊ីងចាំចេញគាត់ចូលមកបាទអ្នកនាងឲ្យឯងចូលទៅសួស្ដីអ្នកនាងលីកន្លងស្រាប់ជាមិនកែដែរខ្ញុំមកសុំពឹងអ្នកនាងលីទៅជម្រាបលើមេតបដូរឋានៈរបស់ហាន់ស៊ីងផងអ្នកនាងក៏យល់ពីចិត្តរបស់ហាន់ស៊ីងដែរគាត់មានទេពកោសល្យណាស់បើឲ្យធ្វើតបទៅតាក្នុងជំរំដូចធ្វើបាបគាត់ពេកដែរសំទៅចឹងកិច្ចការកងទ័ពខ្ញុំគ្មានសិទ្ធិអីលោកមកទីហើយក៏មិនអាចជួយគាត់បានដែរហាន់ស៊ីងបើមានលទ្ធភាពពិតមែនថ្ងៃក្រោយគាត់ជាសម្ដេចកិច្ចការបានលោកទៅចឹងបន្តិចទៀតពេលលោកមេតបមកដល់គាត់ឃើញគាត់ជាមិនសប្បាយចិត្តទេនិយាយឲ្យធ្វើនេះពិតជាធ្វើឲ្យខ្ញុំមកមុខណាហើយខ្ញុំឃើញបងអត់សប្បាយចិត្តបានជាខ្ញុំធ្វើអញ្ចឹងមុននឹងធ្វើអីមិនក៏មិនពិគ្រោះជាមួយខ្ញុំដឹងថាបងប្រកាសជាមិនយល់ព្រមទេបើដឹងហើយហេតុអីនៅតែធ្វើអញ្ចឹងទៀតថ្ងៃក្រោយកុំធ្វើអីសោះណាបើមិនអញ្ចឹងកុំថាខ្ញុំមិនយល់បងប្អូនបងស្រីហាន់ស៊ីងគេជាអ្នកណាតែស្គៀមយ៉ាងនេះអ្នកបងក៏ស្គៀមដែរបងតើតែយកចលកម្មតាំងមើលតារ៉ាំបងមិនមែននៅទីនេះទេនិយាយតែផ្ដាអញតែក្មេងមិនដឹងអីទេអេបងស្រីស្មានតែខ្ញុំមិនដឹងហីតាំងពីបងបានលើឈ្មោះហាន់ស៊ីងនេះមកអារម្មណ៍បងមិនស្ងប់ទេខ្ញុំគិតថាហាន់ស៊ីងប្រកាសជាមនុស្សដែលបងស្រឡាញ់ហើយពេលទាំងអស់នេះក៏និយាយនៅមុខអត់មានតបិសារឿងទាំងនេះគឺជារឿងតែតកាទេខ្ញុំដឹងហើយប៉ុន្តែបងធ្វើយ៉ាងនេះដូចជាដាច់មេត្តាពេកគ្រាន់តែជួយនិយាយពីបីម៉ាត់ប៉ុណ្ណោះតើមានបញ្ហាអីទៅមកពីអញមិនយកចិត្តកុំបើសិនជាខ្ញុំយករឿងគាត់ទៅប្រាប់លោកមេតូដើម្បីជួយគាត់ប្រកាសជាយកថាជារឿងមើងងាយគាត់ទៅវិញទេអូតាមពិតគាត់ជាមនុស្សអត់ដឹងអ្នកណាល្អនិងអាក្រក់អញ្ចឹងឲ្យគាត់ធ្វើជាកងទ័ពតូចតាចអស់មួយជីវិតទៅមិនឲ្យប្រមាថមើងងាយគាត់ទេបងស្រីជាមនុស្សចម្លែកណាស់មិនព្រមជួយគាត់តែមិនឲ្យគេនិយាយឲ្យគាត់ថ្ងៃក្រោយខ្ញុំធ្វើជាមនុស្សកោរឿងរបស់បងស្រីក៏មកពឹងខ្ញុំទៀតណាអេនេះនាងទៅសម្លាញ់បងនេះជាកំហុសរបស់បងចាំតិចទៀតបងកំដរបងចេញទៅក្រៅបានទេតាណាហ្នឹងតែចាប់ហាន់ស៊ីង
គូអស់ណិតណាស់គូក៏ស្លាប់នៅក្នុងឯរបស់វ៉ាន់គូ មកពីខ្ញុំមានការធ្វើប្រហែលទើបបានជាធ្វើឲ្យអ៊ំនិងអ៊ំស្រីត្រូវគេសម្លាប់ សូមអរគុណមកជួយបញ្ចុះសពឲ្យពួកគាត់ នេះជាទូនាទីខ្ញុំអ្នកស្រីមិនបាច់គួរសមទេ ចាំបង្ហាញហើយខ្ញុំទៅអោយស្រីទៅបង្ហាញ កាលណាជារឿងផ្សេងឥឡូវនេះការគួរសមត្រូវតែមាន ថ្ងៃនេះមានមកថងរកខ្ញុំ រឿងថ្ងៃនេះក៏មិនវិតទៀតអីមានមកថងធ្វើអីខ្វះការពិចារណាសុំអ្នកស្រីកុំទុកដាក់ក្នុងចិត្តអី ខ្ញុំដឹងថាបងមិនមានអីគេមករកខ្ញុំទេប៉ុន្តែបងសុខចិត្តធ្វើការងារជាកំតោះតូចតាចមែនទេ កន្លងមកខ្ញុំតែងគោរពគ្រួសារផ្សេងណាបើអាចនៅជាមួយលោកមេតបផ្សេងលេងបានខ្ញុំអរណាស់ទៅហើយ ខ្ញុំជឿថាបងហានប្រកាសជាមិនមែនយ៉ាងនេះរហូតទេសូមបងជួយថែរក្សាខ្លួនខ្ញុំលាទៅវិញហើយ អ្នកស្រីសំចេញ ខ្ញុំទើបបានទទួលដំណឹងពីអ្នកនាំសារនគរវៃហើយដឹងថាមេតបរងរបស់ចាងហានឈ្មោះស៊ឺម៉ាស៊ីងនិងតុងអ៊ីនាំតបមកវាយលុកពួកយើងនៅចំពោះមុខគេវាយចូលជាច្រើនទីតាំងកងទ័ពរបស់គេមកគៀកយើងខ្លាំងណាស់បរិជាវៃឲ្យយើងជំនួយតបជាបន្ទាន់លោកពូសូមផ្ដល់កងទ័ពខ្ញុំ20000នាក់មកខ្ញុំទៅបាយជាមួយនឹងពួកគេលើមេតបតើខ្ញុំនាំតបទៅក៏បានដែរខ្ញុំត្រូវការកងទ័ពតែ10000ទេខ្ញុំត្រូវការតែ5000ខ្ញុំត្រូវការតែ3000នេះបានហើយរឿងការងារកងទ័ពមិនមែនជាការលេងសើចទេស៊ឺម៉ាស៊ីងហើយនឹងតុងអ៊ីមានកងទ័ព10000នាក់ព្រមទាំងមានកងទ័ពចាងឡើងជំនួយពីក្រោយពួកយើងមានកងទ័ពរាប់ពាន់នាក់តែប៉ុណ្ណោះយើងមិនអាចធ្វើអីគេបានទេលោកអ៊ំនិយាយត្រូវគួរតែខ្ញុំជាអ្នកនាំទ័ពតែមុនសៀងអ៊ីជាអ្នកនាំទ័ពជុំមុខបានចេញពូនាំទ័ពរងកណ្ដាលបានចុងលីមីជាអ្នកនាំទ័ពខាងក្រោយបាទយើងនាំគ្នាវាយបោកពួកវាតែម្ដងមិនអាចធ្វើអញ្ចឹងទេមនុស្សចាងឡើងនាំទ័ពនៅស្ងៀមមិនធ្វើអីទេខ្ញុំមិនយល់ថាហេតុអីថ្ងៃនេះពិនិត្យឡើងវិញទើបដឹងថាគេចាំមើលសភាពការយើងមុនគេធ្វើជាវាយនគរវៃនគរឈីដើម្បីឲ្យកងទ័ពរបស់យើងជំនួយទៅនគរទាំងពីរនោះហើយពួកគេក៏វាយបោកពីក្រោយមកវិញបើសិនជាយើងពេលនេះនៅស្ងៀមគេបែរជាធ្វើការវាយបោកបើទ័ពរបស់យើងជំនួយទៅពួកគេនឹងវិលត្រឡប់មកវិញវាយយើងម្ដងទៀតបើយើងមិនជំនួយទៅពួកគេប្រកាសជាវាយចូលនគរទាំងពីរនោះរួចហើយក៏វាទីតាំងរបស់គេតែម្ដងតាមយោបល់របស់លោកពូតើគួរធ្វើយ៉ាងណាទៅត្រូវនគរវៃយើងត្រូវតែជួយតែមិនមែនលោកមេតបជាអ្នកនាំទ័ពទៅទេយើងត្រូវតែឲ្យមេតបណាម្នាក់នាំកងទ័ព30000នាក់រួចហើយបញ្ជាឲ្យទៅលោកម្ចាស់លីប៉ាំងនិងប្រកូនណាឈីនាំទ័ពចំនួន30000នាក់ទៅជួយដល់លីងជីតែម្ដងយប់បានល្អមែន ប្រកបណាមកនេះមកចាប់ខ្ញុំចាំមកលេឡើងមកចាប់ខ្ញុំចាំមកខាងនេះអាយ៉ាប្រកបណាមកខាងនេះមកមកនេះមកលោកមេតបវីវ៉យមានរឿងអីមិនក៏ភ្ញាក់ផ្អើលយ៉ាងនេះកងទ័ពឈីបានបាយលុកនគរវិញឥឡូវនេះកំពុងតែមកគៀកជិតដល់ទីតាំងយើងហើយលោកឆាប់ឲ្យដំណឹងទៅលោកមេតបសៀងលៀងភ្លាមទៅលោកមេតបសៀងលៀងមិនចាំបាច់ទូបង្គំទៅរាយការណ៍ទេអ្នកនាំសារនគរវិញនឹងបានទៅរាយការណ៍ប្រាប់លោកមេតបរួចទៅហើយពេលនេះលោកមេតបសៀងលៀងកំពុងតែពិភាក្សាជាមួយនឹងអស់លោកមេតបដើម្បីបញ្ជាទ័ពទៅជួយនគរវិញទៅហើយបើសិនជាអញ្ចឹងលោកបារម្ភពីរឿងអីទៀតទូបង្គំបារម្ភមិនមែនបារម្ភរឿងអ្នកដទៃទេទូបង្គំបារម្ភលោកមេតបផ្សេងនិងកងទ័ពទាំងឡាយមិនខ្វល់ថាព្រះអង្គឬក៏ព្រះរាជារបស់ពួកគេនោះទេបើយ៉ាងនេះតទៅទៀតនោះទូបង្គំក្រែងថ្ងៃក្រោយព្រះអង្គចង់នៅក្នុងរាជការស្ងប់បន្តិចក៏មិនបានផងរឿងនេះយើងក៏មិនដឹងដែរក៏ប៉ុន្តែពេលនេះគឺជារឿងមួយជាមិនផុតទេនៅចំពោះមុខក្រៅពីលោកនៅក្បែរយើងមេតបម្នាក់កងទ័ម្នាក់ក៏យើងគ្មានដែរយើងអាចធ្វើអីកាត់ទៅបកូនណាក៏មានបន្ទូលយ៉ាងនេះព្រះអង្គជាព្រះរាជាអ្នកណាក៏ដឹងដែរបើសិនជាព្រះអង្គមិនចង់នៅក្រោមអំណាចគេទៀតព្រះអង្គត្រូវតែបើកសវនាការដោះស្រាយព្រះរាជកិច្ចប៉ុន្តែនេះជាកំណត់របស់លោកតែប៉ុណ្ណោះលោកនិយាយទៅមើលអំណាចលោកមេតបសៀងលៀងខ្លាំងយ៉ាងនេះយើងលោកដៃចូលការងារមិនបានទេបើយ៉ាងទៀតបើសិនជាឲ្យលោកមេតបសៀងលៀងមិនសប្បាយចិត្តនោះយើងច្បាស់ជាមានគ្រោះថ្នាក់ជាមិនខានទេដល់ពេលនោះលោកគិតយ៉ាងម៉េចទូបង្គំមិនយល់ដូចនេះបើព្រះអង្គមិនដោះស្រាយព្រះរាជកិច្ចអញ្ចឹងគេទាំងអស់គ្នានោះមិនចាត់ទុកថាព្រះអង្គជាព្រះរាជាបើព្រះអង្គដោះស្រាយព្រះរាជកិច្ចមនុស្សគ្រប់គ្នានឹងចាត់ទុកថាព្រះអង្គជាព្រះរាជាដែរបើសិនជាមេតបសៀងលៀងមិនព្រមនោះបានន័យថាប្រមាថទៅដល់ព្រះអង្គ
អ្នកណាក៏គេយល់ព្រមដែរសិញលៀងគេជាមនុស្សយល់ដឹងម្នាក់គេមិនហ៊ានធ្វើផ្ដេសផ្ដាសនោះទេដល់ពេលនោះព្រះអង្គគឺជាព្រះរាជាពិតប្រាកដនៃនគរឈូមិនខាន លោកនិយាយនេះគឺជាការតាមត្រូវហើយ ព្រះអង្គមានព្រះរាជបញ្ញាញាណព្រះអង្គពិតជាបកគោណាដ៏អស្ចារ្យឥឡូវព្រះអង្គចេញរាជសារហើយសង្ឃលៀងនឹងចូលមកដើម្បីប្រជុំតែម្ដងទៅ លោកទៅប្រាប់គេទៅ ក្រាបទូលព្រះកូនណាឲ្យពួកទូលបង្គំជួបដំណាក់យ៉ាងប្រញាប់តើមានកិច្ចការអីដែរក្រាបទូល លោកមិនតបយើងឮថាកងទ័ពឈីមកគេស្រុកយើងហើយហេតុអីក៏លោកមិនឲ្យគេមកប្រាប់យើង បើពិតប្រកូនណាសភាពការតាំងតែយ៉ាងនេះទូលបង្គំពិភាក្សាជាមួយអស់លោកដើម្បីជួយកិច្ចការនគរវិញហេតុនេះហើយបានជាទូលបង្គំមិនទូលព្រះអង្គទាន់ពេលក្រាបទូល ឥឡូវពិភាក្សាបានយ៉ាងម៉េចហើយ ឥឡូវកំពុងតែរៀបចំនាំទ័ពទៅជួយពួកគេទាំងនោះហើយ បើអញ្ចឹងលោកមិនតបរៀបរាប់ប្រាប់យើងទៅមើល បញ្ជាការកងទ័ពស្មុគស្មាញណាស់សូមព្រះកូនណាកុំដេញដោលអីជាការប្រសើរជៀសវាងព្រះអង្គខ្វល់ខ្វាយទេលោកមេទ័ពព្រះអង្គជាព្រះរាជារបស់យើងទូទៅព្រះអង្គត្រូវតែដឹងលឿនម្យ៉ាងទៀតនេះគឺជាការសាប់រត់របស់នគរវិញព្រះអង្គចង់ដឹងហេតុអីបានជាព្រះអង្គមិនអាចមានព្រះបន្ទូលសួរដឹងបានអ្វីបើតែព្រះអង្គជាព្រះរាជាមែនតែព្រះអង្គមានចំណុចតូចនៅក្មេងមិនយល់ពីការកងទ័ពនោះទេលោកមេទ័ពនេះមិនមែនជាការគួរសមរបស់លោកមេទ័ពចំពោះព្រះកូនណាទេបើសិនជាមនុស្សគ្រប់គ្នាដូចជាលោកអញ្ចឹងគ្មានការគោរពគួរសមចំពោះព្រះកូនណាតើវាទៅជាយ៉ាងណាថាមិនលោកចង់ដឹងមែនទេប្រាប់លោកទៅអ្នកណាក៏ដឹងថាយើងស្លាប់រស់នៅក្នុងសមរភូមិពួកយើងខំយកជីវិតទៅបដូរនឹងស្ថានភាពដូចជាសពថ្ងៃនេះតើមានអ្នកណាគេយើងថាឲ្យយើងលោកថាទៅមើលតែចំណែកលោកម្ចាស់សង្ឃវិញរហូតដល់ពេលនេះមិនទាន់មានស្នាដៃផងបែរជានៅក្នុងរាជការបញ្ចុះបញ្ចូលព្រះរាជាបំបីបំបាក់ពួកយើងទាំងអស់គ្នាគឺលោកទេចង់ឲ្យមានរឿងមែនទេលោកនិយាយមកបិទមាត់ទៅឥឡូវលេងជីកំពុងតែមានគ្រោះថ្នាក់ព្រះកូនណាវិញកំពុងតែត្រូវការយើងជួយដោះស្រាយជាបន្ទាន់ពួកឯងបែរជានៅទីនេះតគ្នាទៅវិញបើសិនជាធ្វើឲ្យខកការងារទ័ពតើត្រូវមានទុកយ៉ាងណាខ្លះ លោកមិនតបសៀងនិយាយត្រូវរឿងនេះទុកឲ្យលោកមិនតបសៀងជាអ្នកដោះស្រាយចុះ ទទួលព្រះរាជបញ្ជាសង្ឃអីចង្រៃថ្ងៃណាយើងនឹងឲ្យគេសាប់នៅក្នុងផ្ទៃដែររបស់យើងសិនអីកុំនិយាយផ្ដេសផ្ដាស់អីសោះ រឿងថ្ងៃនេះពិតជាធ្វើឲ្យយើងដឹងខ្លួនខ្លះមើលទៅយើងមើលស្រស់សុកអ៊ីនឹងប្រកូនណាឈូពេកអើយអ្នកប្រើមិនតបសៀងថ្ងៃនេះស្អែកឡើងផ្អើលតបឲ្យពួកគេដឹងខ្លួនខ្លះកុំឲ្យថ្ងៃក្រោយគេមករំខានកិច្ចការរបស់យើងការងារដោះស្រាយមិនចេញទេ មនុស្សដូចជាសង្ឃអ៊ីយកកូនស្រីខ្លួនឯងឲ្យទៅស្ដេចសង្ឃសិងដើម្បីទទួលតំណែងមេទ័ពក្នុងដំណាក់រឿងនេះយើងមិនទាន់និយាយផងឥឡូវនេះគេបែរជារករឿងយើងមុនទៅហើយនៅពេលដែលយើងដោះស្រាយកិច្ចការកងទ័ពរួចហើយនោះពេលទំនេរយើងនិយាយជាមួយគេម្ដងចាំមើលតើគេខ្លាំងប៉ុណ្ណាទៅ ឥឡូវមិនតដល់ពេលទេបើតាមខ្ញុំយល់រឿងនេះគួរតែគិតឲ្យបានវែងឆ្ងាយបន្តិច មែនហើយពេលនេះនគរឈិងយើងនឹងទៅតែរួមដៃជាមួយនឹងកងទ័ពតំបន់នានារួមកម្លាំងដើម្បីចាត់ការរាជការឈិងបើសិនជាយើងធ្វើអញ្ចឹងហើយមានទំនាស់ផ្ទៃក្នុងបានដាស់ធ្វើឲ្យកងទ័ពនឹងបាក់ទឹកចិត្តលោកគិតទៅមើលតើមែនទេមែនហើយលោកម្ចាស់ឈិនលោកចង់ឲ្យពួកយើងត្រូវនៅស្ងៀមយ៉ាងនេះមែនទេហើយបើមិនតាំងចិត្តអត់ធ្មត់ធ្វើអីក៏មិនកើតដែររឿងនេះយើងទុកមួយឡែកសិនចុះយើងគួរតែរកវិធីដោះស្រាយជួយនគរវិញមុនសភាពការឥឡូវតាំងតែណាស់តើឥឡូវអ្នកណាជាអ្នកនាំទ័ពទៅមុខសូមលោកមេទ័ពធំមានបញ្ជាមកបាទសែងចុងចាំស្ដាប់បញ្ជាលោកនាំកងទ័ព30000នាក់ចេញដំណើរក្នុងថ្ងៃនេះទៅដល់ហ្វុងអ៊ីរួមដៃជាមួយកងទ័ពឈីរបស់តំបន់លីងជីឲ្យទាល់តែបាន ទៅបញ្ជា លោកមេទ័ពសែងលៀងពំនៅព្រះរាជបញ្ជារបស់ព្រះរាជាឈូមឲ្យពួកយើងនឹងនាំកងទ័ព30000នាក់រួមដៃជាមួយនឹងកងទ័ពឈីមដើម្បីជួយដល់នគរវិញហើយជួយរំដោះតំបន់លីជីអស់លោកយល់យ៉ាងណាលោកមេទ័ពអនុញ្ញាតឲ្យខ្ញុំនាំទ័ពទៅចុះខ្ញុំនៅក្នុងស្រុកអបសក់ពេកហើយចង់ទៅវាយមួយគេម្ដងណា លោកមិនតបក្លាហានក៏អាចសរសើរតែមិនតដល់ពេលយើងដែលចេញមកទេ ណែលោកបានន័យថាម៉េចហ្នឹង លោកមិនតបលេបប៉ាមានដឹងថាមេតបនគរឈុំជានរណាទេ ក្នុងរាជសារមិនបានបញ្ជាក់ តែខ្ញុំលើកដែរមេតបរបស់នគរឈុំគឺសេងចាន់ បើអញ្ចឹងវាយ៉ាងម៉េច សេងចាន់ជាមនុស្សដែលមានតែឈ្មោះមិនដូចជាសៀងអីទេហើយក៏គ្មានវិធីធ្វើសឹកល្អគេទៅជួយនគរវិញលើកនេះប្រហែលជាធ្វើឲ្យបាត់បង់កងទ័ពឈូ30000នាក់យ៉ាងតិច ហេតុអីបានជាលោកនិយាយដូចគ្នាទៅវិញឥឡូវនេះយើងកុំអាននិយាយពីរឿងកងទ័ព30000នាក់របស់សែងច័ន្ទព្រោះឲ្យយើងមានកងទ័ព60000នាក់របស់នគរឈីជំនួយតាមនឹងដែរតើ សូមលោកម្ចាស់ពេកគិតមើលចាំងឡើងគេហ៊ានទៅវាយដល់នគរវិញគេមានរឿងអីដែលមិនដឹងបើតាខ្ញុំយកកងទ័ពស្រួយ100000នាក់របស់ចាំងឡើងគឺនៅក្បែរចាំងហ្វូគឺទុកសម្រាប់ធ្វើអី
ខ្ញុំលើកទៅថាមេតបរបស់ចាំងឡើងគឺមានសេសានហើយនៅលីពីលក់ចេះដឹកនាំតបទៅកាន់នគរជីបំណងរបស់ពួកគេយើងបានឃើញច្បាស់កន្លែងតែម្ដងនៅពេលដែលវាយចូលនគរវិញគេក៏វាយចូលនគរជីហេតុអីហើយនគរជីព្រមជំនួយតបឬមួយក៏យ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេលោកគិតតែច្បាស់ទេ ការពិតគឺអញ្ចឹងប៉ុន្តែមេតបក្នុងដៃរបស់សៀងយើងប្រកែកច្រើនណាស់ហើយព្រមទាំងមានហ្វាយចិនជាអ្នកផ្ដោតគំនិតគ្នាច្រើនអញ្ចឹងហេតុអីក៏គ្មានអ្នកណាដឹងខ្លួន ណែមេតបរបស់សាញ់លៀងគឺសុទ្ធតែមនុស្សខ្លាំងតែគ្មានគំនិតចំណែកអាហ្វាំងចិនស្មារតីខ្លួនចាស់តែប៉ុណ្ណោះមិនអាចប្រៀបជាមួយចាស់លៀងបានទេ ណែបើអញ្ចឹងយើងទៅវិញមកទៅតាមយោបល់របស់ចាំងលៀងនិយាយយើងមិនគួរចេញតបទៅទៀតក៏ប៉ុន្តែសៀងលៀងបើសិនជាបន្ទោសពួកយើងតើពួកយើងដោះស្រាយយ៉ាងណា យើងត្រូវតែទេហើយព្រមទាំងឲ្យលោកម្ចាស់លីប៉ាងជាអ្នកដឹកនាំតបទៀតក៏ប៉ុន្តែយើងទៅដល់ទីនោះតាមការកំណត់ឬមួយក៏មិនបាននោះគឺជារឿងមួយផ្សេងយល់ទេ សូមរីកាលើមេតបស្ដេចឈីនាំតប30000នាក់មកជួយនគរវិញហើយឥឡូវនៅចម្ងាយពីលីងជី30យោជន៍ប៉ុណ្ណោះពិតជាមិនខុសយើងស្មានមែនឥឡូវនេះឯនាំបញ្ជារបស់យើងទៅប្រាប់សៀងសានលីពីលាក់ជីនាំតបនៅក្នុងស្រុកទាំងអស់ដើម្បីវាយនគរឈីធ្វើយ៉ាងណាកុំឲ្យខកពេលអសោះបាទលើមេតបតបឈូ30000នាក់ដឹកនាំដែលសេងច័ន្ទកំពុងធ្វើដំណើរមកទីនេះចម្ងាយ50យោជន៍ល្អណាស់ពួកគេមករត់ស្រាប់ទៀតហើយចាំងគិញ បានលោកមិនតប ឆាប់បញ្ជាកងទ័ពរបស់យើងទៅវាយជាមួយគេ ទទួលបញ្ជា មេតបទាំងឡាយបាទមេតបពួកលោកបញ្ញាប់ទៅរៀបចំកងទ័ពខ្លួនឲ្យហើយដើម្បីត្រៀមខ្លួនជាស្រេចបាទ លោកមិនតបមិនស្រួលហើយ តើមានរឿងអី ពួកយើងស្មានខុសហើយបើសិនជាកងទ័ពឈីទៅជួយកងទ័ពនគរវៃកងទ័ពរាជការឈីនឹងឆ្លៀតឱកាសពេលនោះវៃតាមក្រោយនគរឈីដល់ពេលនោះនគរឈីនឹងមានគ្រោះថ្នាក់ទាំងក្បត់ទាំងកន្ទុយអញ្ចឹងកងទ័ពដែលឲ្យទៅជំនួយនោះនឹងខ្លាចទៅជាឯកោ លីប៉ាំងទៅដល់ណាហើយមានដំណឹងពីពួកគេខ្លះទេ មានដំណឹងទេបើតាមខ្ញុំយល់ទោះបីជាលីប៉ាំងបញ្ជាកងទ័ពជំនួយឲ្យទៅដល់ទីនោះក៏អត់ប្រយោជន៍ដែរ អាចាឥឡូវគិតយ៉ាងម៉េចទៅ នៅចំពោះមុខត្រូវតែបញ្ជាកងទ័ពរបស់យើងឲ្យទៅជួយលោកបិទផ្សេងជាបើមិនចឹងមានវិធីផ្សេងទេ មេតបទាំងអស់បាទ អើយមួយថ្ងៃនៅក្នុងរាជវាំងមើលតែកំពីយើងអបសក់ណាស់ ប្រកូនណាតើប្រហែលថ្ងៃប៉ុណ្ណោះក៏ត្រឹមលេខបានទៅហើយថ្ងៃក្រោយទៅមុខយ៉ាងណាទៀតទៅ លែងមើលហើយតាមពិតជាកំណត់របស់ពុកនាងទេបើដឹងតែធ្វើជាស្បែកពិបាកយ៉ាងនេះយើងទៅខ្វៀកគោខ្វៀកជៀមវាប្រសើរជាង ប្រកូនណាឪពុកខ្ញុំម្ចាស់ក៏ចង់ឲ្យព្រះអង្គល្អដែរព្រះអង្គត្រូវរៀនចេះគ្រប់គ្រងការងាររាជការខ្លាចជាព្រះអង្គល្អមួយអង្គខ្ញុំម្ចាស់ថ្ងៃក្រោយក៏មានកិត្តិយសប្រតែព្រះអង្គដែរ អូនស្រីថ្ងៃនេះកុំធ្វើបាបបងអីពួកយើងទៅដើរលេងនៅខាងក្រៅទៅល្អទេ ខ្ញុំម្ចាស់មិនហ៊ានទេបើសិនជាឪពុកខ្ញុំម្ចាស់ដឹងប្រកាសជាស្ដីឲ្យខ្ញុំម្ចាស់ទៀតហើយ បកូនណាលោកមេតបសិងលៀងនឹងក្មួយនាំតបទៅជួយនគរវៃដែលគ្មានព្រះរាជអនុញ្ញាត គេទៅនគរវិញគេទៅផុតគឺជាការល្អណាស់ទៅហើយកុំត្រឡប់មកវិញកាន់តែល្អកុំធ្វើឲ្យយើងរាប់ថ្ងៃភ័យខ្លាចប្រតិគេមកវិញទៀត បកូនណាមិនគួរមានព្រះបន្ទូលយ៉ាងនេះទេមេតបនាំតបដោយគ្មានព្រះអនុញ្ញាតព្រះអង្គមិនខ្ញាល់បែរជាអស់ប្រតិទៅវិញព្រះជាមុនមិនដែរចឹងទេសូមព្រះអង្គមានព្រះតម្រេះផង លោកម្ចាស់ឃើញទេគឺជាលោកមេតបផ្សេងចិនលោកមេតបធំជាអ្នកទីពីរត្រឡប់មកវិញយ៉ាងនេះឯណាតបយើងទៅនគរវៃតើយ៉ាងម៉េចទៅហើយ គ្មានសោះទេ ថាម៉េច កងទ័ពឈិញវាយទាំងយប់ទាំងថ្ងៃវាយរយៈពេលជាង10ថ្ងៃស្បៀងរបស់យើងក៏ត្រូវដាច់អាវុធត្រូវខ្វះខាតកងទ័ពជំនួយក៏មិនឃើញមកដល់ទៀតទីបំផុតបងប្រុសខ្ញុំក៏សូមអំបរលោកមេតបឈិញឈ្មោះចាងឡាងនោះធ្វើយ៉ាងណាកុំសម្លាប់ឆ្លើយសឹកកុំសម្លាប់ប្រជារាស្ត្រកុំដឹករាជវាំងរួចហើយគាត់ក៏ដឹកខ្លួនឯងឲ្យស្លាប់តែម្ដងសំណើល្អដែលលោកមេតបសែងចរនឹងមកជួយខ្ញុំទាន់ពេលទើបខ្ញុំគេចផុតពីគ្រោះថ្នាក់លើកនេះ
មិនស្មានថាស្ដេចវៃមានព្រះមេត្តាធម៌យ៉ាងនេះសោះពេលចុះចាញ់ក៏គិតដល់ប្រជារាស្ត្រក្នុងនគរវិញដែរស្ដេចវៃសោយទីបង្គត់ទៅហើយនេះជាកំហុសរបស់ខ្ញុំណាម្ចាស់បងរបស់ខ្ញុំនឹងក៏ត្រូវលោកមេតបចង្រៃចាំងឡាននឹងបង្ខំឲ្យសម្លាប់ខ្លួនរឿងនេះខ្ញុំមិនអាចបន្ទោសលោកមេតបសាញ់បានឥឡូវនេះខ្ញុំសូមវល់លោកមេតបឲ្យខ្ញុំចេញតប10000មកខ្ញុំវាយបកទៅវិញដើម្បីសម្លាប់ចាំងឡានខ្ញុំស៊ូស័ព្ទនៅក្នុងសវត្ថភូមិដើម្បីសងសឹកឲ្យម្ចាស់បងខ្ញុំលោកមេតបបញ្ជូនកងទ័ព10000នេះឲ្យពួកយើងទៅកាន់នគរវិញសងសឹកឲ្យនគរវិញលោកពូចាំងឡានចង្រៃនេះហួសហេតុពេកហើយក្មួយសំណុំតបទៅវាយលេងជីដើម្បីសម្លាប់គេចោលមេតបធំខ្ញុំក៏ទៅដែរខ្ញុំក៏ចង់មានស្នាដៃដូចលោកមេតបដែរយ៉ាងម៉េចលោកមេតបធំខ្ញុំក៏ទៅដែរខ្ញុំសូមដល់មុខវាយចូលលេងជីលោកមេតបធំខ្ញុំក៏ទៅដែរលោកមេតបធំទៅអ្នកសៀមសភាពការនេះចំពោះមុខមិនទាន់ដឹងយ៉ាងណាផងរឿងអីវាយលុបផ្ដេសផ្ដាស់នោះលោកមេតបទាំងពីរជ័យក្រឹកឡើងសែងចិនកងទ័ពជំនួយនគរឈីទៅដល់ណាហើយប្រកបអាជីដឹកនាំកងទ័ពជំនួយ30000នាក់បន្តមកដល់ទឹកដីនគរវិញក៏បានទទួលដំណឹងថាមេតបឈីងឈ្មោះសេសានឈ្មោះលីពីហើយនឹងឡកចេវាយចូលនគរឈីហើយខ្លួនឯងក៏ត្រឡប់ទៅវិញដើម្បីជួយខ្លួនឯងទីបំផុតក៏ជាប់បន្ទាក់របស់កងទ័ពឈីទទួលបរាជ័យទាំងអស់ឥឡូវនគរឈីយ៉ាងណាទៅហើយចេញបញ្ជាឲ្យកងទ័ពហូបឲ្យឆ្អែតព្រឹកស្អែកចេញដំណើរវាយលុបដល់បនខាងហ្វុងបោះជំរុំរួចហើយយើងវាយចូលលេងជីនគរវិញបើមិនចាត់ការកងទ័ពឈីងបានយើងមិនមកវិញជាដាច់ខាត់តែទទួលបញ្ជាពិតជាអត់បានការមែនគ្រាន់តែវាយចូលខាងហ្វូតូចតាចមួយក៏មិនបានធ្វើឲ្យបាត់បង់ទ័ពច្រើនយ៉ាងនេះទៀតមេតបប្រចាំសុកគឺបងប្រុសរបស់ចាងលីងឈ្មោះចាងភីងគេសុទ្ធតែជាកងទ័ពស៊ុយរាជការឈីងការពារតឹងរឹងណាស់មិនងាយវាយលុកចូលបានទេវាយលុកមិនបានមិនក៏មិនបញ្ឆោតគេឲ្យចេញមកវាយគ្នាទៅខ្ញុំនឹងលោកមេតបវិញនៅខាងក្រៅស្ដីជាកងទ័ពមេតបរបស់ចាងឡាំងដើម្បីឲ្យចាងភីងនាំទ័ពចេញមកប្រយុទ្ធក៏ប៉ុន្តែចាងភីងគេមិនរវល់សោះហើយនៅខាងលើសាច់ដាក់យ៉ាងទៀតហើយចេញទៅបាទសុខលោកពូអាចចង្រៃនេះតខ្ញុំស្អែកខ្ញុំទៅជួបគេថ្ងៃស្អែកនេះខ្ញុំទៅជាមួយលោកឯងទុកមនុស្ស2-3000នាក់នៅក្នុងជំរំកងទ័ពដែលសល់ទាំងប៉ុន្មានវាយចូលខាងហ្វូជាមួយយើងមិនជឿថាខាងហ្វូរឹងដូចជាដែកទេបាទទោះជារឹងដូចជាដែកក៏យើងត្រូវតែវាយទម្លុះឲ្យធ្លុះខ្ទេចដែរបាទទៅយើងលើបេតងអ្វីដែលលោកនិយាយខ្ញុំស្ដាប់លឺអស់ហើយខ្ញុំគិតថាធ្វើអញ្ចឹងកាត់ទេកងទ័ពតូចតាចដូចជាលោកកុំមកច្រើនពេកឈប់សិនមកវិញលើបេតងគឺឯងទេមិនមានគេយកម៉ៃមកជូនលើបេតងឃើញលោកបេតងកំពុងតែគិតពីការងារក៏មិនហ៊ានរំខានលោកហេតុនេះខ្ញុំក៏ចូលយកមកម្ដងមិនស្មានថានៅតែរំខានលោកបេតងសូមបេតងអភ័យទោសថ្ងៃមុនឯងចូលក្នុងជំរំដោយគ្មានការអនុញ្ញាតមានការចង់និយាយជាមួយយើងឥឡូវឯងសាកនិយាយទៅមើលឥឡូវនេះគ្មានពាក្យអីគាត់និយាយទេបើនេះថាម៉េចខ្ញុំក៏មិនហ៊ានលាក់បាំងលោកដែរថ្ងៃមុនខ្ញុំដឹងថាលទ្ធផលថ្ងៃនេះគឺបរាជ័យក៏ប៉ុន្តែមិនហ៊ាននិយាយម្ល៉េះហើយហេតុអីក៏ឯងដឹងថាថ្ងៃនេះយើងចាញ់គេលើបេតបគិតមើលខាងហ្វូគ្រាន់តែជាទីតាំងតូចមួយប៉ុណ្ណោះក៏មិនមែនជាទីតាំងសំខាន់ដែរមិនបានជាមេតបយើងបញ្ជាឲ្យកងទ័ពមកប្រចាំការនៅទីនេះទៅវិញក៏ព្រោះតែហេតុអីទៅតាមខ្ញុំយល់ក្នុងនោះគឺជាកន្លែងដែលគេរក្សាស្បៀងដ៏សំខាន់គឺជាចំណុចស្លាប់រស់របស់កងទ័ពយើង20000នាក់ពេលដែលចាំងឡានឮថាមេតបប្រចាំការវាយចូលក្នុងនេះគេមកបំវិញជាចំនួនសម្រាប់ល្អដែលចាំងឡានគិតមិនបានវែងឆ្ងាយអត់ដឹងថាជំរំយើងមានកងទ័ពតិចបើសិនជាគេដឹងគេច្បាស់ជាលើកទ័ពមកវាយបោកវិញនោះប្រកាសជាគ្រោះថ្នាក់ធំណាស់បើតាមឯងយល់យើងធ្វើម៉េចវាយចូលខាងហ្វូខ្ញុំចង់សួរលេមេតបហេតុអីត្រូវវាយចូលខាងហ្វូបើមិនវាយចូលខាងហ្វូធ្វើម៉េចវាយចូលលេងជឺបានទ័ពយើងមិនរំដោះលេងជឺហេតុអីលេងជឺនៅក្នុងកណ្ដាប់ដៃរបស់កងទ័ពឈិញទៅហើយគឺគ្មានប្រយោជន៍ដល់យើងទៀតទេម្យ៉ាងទៀតនៅក្នុងស្រុកលេងជឺនេះមានកងទ័ពរបស់ចាំងឡាននិងសឺម៉ាស៊ីងប្រចាំការមិនងាយវាយចូលទេលើមេតបធំហេតុអីមិនបញ្ជាទ័ពទៅជួយយេលីងបន្តែធ្វើអញ្ចឹងអាចបញ្ឆោតទ័ពដែលនៅក្នុងលេងជឺចេញមកជួយយេលីងហើយកាត់បន្ថយទ័ពឈិញនៅក្នុងលេងជឺ
បើសិនជាយើងពជាពេលតទៅទៀតនោះសៀសានលីពីឡាក់ជីក៏វាយជន់កោជីវិលត្រឡប់មកវិញជួបជុំកងទ័ពរបស់ចាងឡានវិញពេលនោះពួកគេប្រកាសជាវាយយើងដល់ពេលនោះវាយពីមុខវាយពីក្រោយមិនខានហើយនិយាយតែប៉ាត់ដាក់ចេញទៅខ្ញុំជាអ្នកនាំសារនគរជីវាយឈឺមកជួបលើមេតបផ្សេងលៀងខ្ញុំជាអ្នកនាំសារវាយឈឺមកពីនគរជីសូមគោរពលោកមេតបផ្សេងលៀងក្រោកឡើងមកលោកមករកខ្ញុំទាំងយប់ក៏ព្រោះតែរឿងអីប្រគុណរបស់ជាពេលនេះត្រូវកងទ័ពឈីឡោមព័ទ្ធនៅក្នុងស្រុកពេលនេះកងទ័ពឈីឡោមព័ទ្ធអស់ទៅហើយមុននឹងក្រោយប្រគុណណាច្បាស់តែមានគ្រោះថ្នាក់ឥឡូវប្រគុណណាសូមជំនួយពីលោកបានជាធានយងមិននៅរាជធានីបែរជាទៅនៅខាងក្រៅទៅវិញចឹងតាមពិតទីនោះត្រូវកងទ័ពឈីវាយលុកតាំងពីប្រហែលថ្ងៃមុនហើយនៅពួកដែលនៅសេសសល់រត់ទៅសងឈិនរហូតមកដល់ពេលនេះ3ថ្ងៃទៅហើយបើសិនជាគ្មានកងទ័ពជំនួយទេនគរឈីប្រកាសជាបរាជ័យទាំងស្រុងហេតុនេះហើយសូមលោកមេតបជំនួយជាបន្ទាន់នេះគឺជាពេលចុងក្រោយហើយសម្រាប់ពួកខ្ញុំលោកមេតបចូលមកបាទឲ្យដំណឹងទៅមេតបទាំងអស់ក៏ប្រជុំជាបន្ទាន់បាទអាគ្នាចាប់ឡើងលបងកងទ័ពសៀនលៀងធ្វើដំណើរទាំងថ្ងៃទាំងយប់មិនដឹងជាទៅណាទេចេញដំណើរទាំងយប់មិនដឹងជាទៅណាខ្ញុំបានឲ្យអ្នកយកកាតាមហើយតែមិនដឹងដំណឹងបន្តិចសោះប្រហែលជាវាយជោគខាងហ្វូរួចហើយគេត្រឡប់ទៅវិញទេដឹងប្រហែលជាចឹងមែនហើយពេលនេះខាងហ្វូគ្មានអីគួរឲ្យយើងបារម្ភទៀតទេមានតែមនុស្សល្ងងទៀនទើបយល់ដូចនេះសៀនលៀងគឺជាមេតបដែលចង់ឈ្នះសង្គ្រាមចាញ់ប្រមាណលើកទៅហើយមាននឹងអីដែលគេចង់ដកទ័ពងាយៗនោះតាមយើងស្មានគេប្រកាសជាទៅនគរឈីនដើម្បីជួយរំដោះតំបន់តុងអានឈិនបើដូចជាលោកមេតបធំនិយាយមែនកងទ័ពរបស់យើងច្បាស់ជាមានគ្រោះថ្នាក់អីលបងឥឡូវគិតយ៉ាងម៉េចតាមព្រឹកគេទៅរត់ស្លាប់ដោយខ្លួនឯងទៀតពួកលោកត្រឡប់ទៅវិញរៀបចំទ័ពរបស់ខ្លួនឯងរួចហើយធ្វើដំណើរទៅវាយតុងអានឈិនតែម្ដងលោកមេតបកងទ័ពឈូមានទ័ពជាមួយមកដល់ហើយឥឡូវនៅណាពេលនេះកំពុងតែវាយជាមួយទ័ពឈិននៅខាងក្រៅបញ្ជាកងទ័ពរបស់យើងវាយកងទ័ពឈិនបន្ថែមទៀតលោកមេតបធាននិងលោកមេតបឡើងបាននាំទ័ពវាយសម្រាប់ចេញទៅបាត់ហើយលោកអូនណាលោកមេតបឈប់សិននេះឯងទេមេតបធានចេញអង្គុយធានយងសូមអរគុណលោកមេតបធំលោកមេតបធានក្រោកឡើងសិនមកការពិតយើងដូចជាគ្រួសារតែមួយចាំបាច់អរគុណស្អីពិតមែនហើយគ្រោះថ្នាក់អ្នកចិត្តខាងជាគ្រោះថ្នាក់របស់យើងថ្ងៃនេះលោកមេតបជួយដល់នគរឈីថ្ងៃក្រោយលោកអាម៉ាត់ច្បាស់ជាជួយដល់លោកមេតបថ្ងៃក្រោយលោកមេតបធំត្រូវការពឹងពាក់លើខ្ញុំធានយងប្រកាសជាជួយលោកមិនខាត់ល្អណាស់យើងសង្ងំប្រមាណថ្ងៃទៅហើយថ្ងៃនេះយើងបានចេញប្រយុទ្ធយើងពិតជាសប្បាយចិត្តណាស់តែគួរស្ដាយសៀលសានលៀបពីលក់ចេញរត់លឿនពេកឲ្យគេទាំង3នាក់រត់ដួលបើមិនចឹងខ្ញុំនឹងយកក្បាលគេទាំង3មកតាំងលើតុហើយនាំគ្នាផឹកស្រានយើងជប់លៀងឲ្យសប្បាយតែម្ដងអស់លើកទាំងអស់អញ្ជើញអង្គុយបាទអញ្ជើញបាទមកមិញខ្ញុំលក់ចេះខ្វះការកុសលចំពោះលោកមិនចាំបាច់ទៅតទេវាជាគុណរបស់លោកក៏មិនអន់ដែរយើងចង់សាថ្មី3របស់លោកឲ្យបាន3 4 10ក្បាច់តទៅទៀតបាទមកអង្គុយទៅសាយឡើងសូមអស់លោកមេតបធំនិងអស់លោកទាំងឡាយទៅកាន់កណ្ដាលស្រុកខ្ញុំធានយងនឹងរៀបចំពិធីជប់លៀងជូនអ្នកទាំងអស់គ្នាបានហើយកងទ័ពឈិនទើបតែចាញ់ម្ដងនេះសេងឡើងគេមិនសុខចិត្តទេយើងត្រូវពិភាក្សាគ្នាវាយជាមួយចាងឡានបន្តទៀតជំរាបដល់មេតបធំមេតបចាងឡានកំពុងតែបោះជំរំចម្ងាយពីទីនេះ30យោជន៍គេមកលឿនទៅមកមួយទៀតទៅស៊ើបបន្តទៀតបាទតាមដែលលោកយល់ទ័ពឈិន20,000នាក់ទ័ពយើងក៏20,000ដែរធ្វើម៉េចទើបអាចឈ្នះគេបានទៅពីសិទ្ធបានចែកថាពេលដែលសត្រូវខ្លាំងយើងប្រើវិធីបញ្ឆោតវាយពីចំហៀងបើគេខ្សោយយើងខ្លាំងយើងវាយពីមុខហេតុអីក៏លោកមិនតំសួរខ្ញុំទៅវិញយើងចង់សួរឯងកងទ័ពទាំងសងខាងប្រហែលគ្នាធ្វើម៉េចអាចឈ្នះភាគីមកខាងទៀតភាគីសងខាងចាញ់ឈ្នះមិនមែនកំណត់លើមនុស្សទាំងស្រុងទេគឺត្រូវពឹងលើវិធីសាស្ត្រឥឡូវភាគីទាំងសងខាងមាន20,000នាក់ដូចគ្នាតែមិនអាចស្មានក្នុងពេលមួយថ្ងៃទេហេតុអីទៅទ័ពយើងមាន20,000នាក់ពិតមែនប៉ុន្តែសេងអ៊ីយើងពូតុងលីមីឡុងជៀនធានហឹងសុទ្ធតែមានទ័ពខ្លាំងជាពិសេសទ័ពយើងទៅទទួលជ័យជំនះមានទឹកចិត្តខ្លាំងណាស់ហេតុនេះហើយយើងប្រកាសជាមានព្រៀបច្រើនជាងពួកគេចំណែកកងទ័ពឈិងគឺខុសពីយើងទាំងស្រុងបើសិនជាយើងឆ្លៀតពេលដែលពួកគេមិនទាន់ដកដង្ហើមបានស្រួលបួននោះវាយលុបពីមុខផងពីចំហៀងផងនោះគឺជាការល្អ